ជាការពិតការផ្ដល់សម្បទានដីសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋគឺជាគោលនយោបាយដីធ្លីមួយរបស់រដ្ឋាភិបាលដែលអនុលោមទៅតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណក្នុងគោលបំណងចង់បង្កើនផលិតផលកសិកម្មបង្កើនការនាំចេញនិងផ្ដល់ចំណូលជូនរដ្ឋប៉ុន្តែសម្រាប់ប្រជាពលរដ្ឋវិញក៏មានឱកាសអភិវឌ្ឍមូលដ្ឋាននិងកាត់បន្ថយភាពក្រីក្របង្កើនការងារនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងបង្កើតហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវសាលារៀនទឹកភ្លើងប៉ុន្តែជាក់ស្ដែងការធ្វើសម្បទានដីសេដ្ឋកិច្ចមួយចំនួនកន្លងមកមានលក្ខណៈអាថ៌កំបាំងធ្វើឲ្យនីផ្លក់និងនីផ្លយមានចម្ងល់លើកជាបញ្ហាមកជជែកគ្នាជូនលោកអ្នកនាងនិងបងប្អូនជនរួមជាតិពិចារណាថាតើសម្បទានដីសេដ្ឋកិច្ចនោះគេធ្វើដើម្បីអ្វីប្រយោជន៍សម្រាប់នរណាដូច្នេះសូមអញ្ជើញលោកអ្នកនាងនិងបងប្អូនជនរួមជាតិតាមដានស្ដាប់នៅរឿងខ្លីដែលស្ដីអំពីសម្បទានដីសេដ្ឋកិច្ចដែលជាវគ្គបញ្ចប់ដូចតទៅហើយដកមួយទៀតចំណែកការដោះស្រាយវិញក៏មិនមានសំណងសមរម្យហើយបើនិយាយពីយុទ្ធធម៌វិញដូចជានៅឯជើងមេឃពូម៉ែអើយពេលសម្លាញ់ឯងលើកមកថាមិនមានការដោះស្រាយសំណងសមរម្យនឹងយុទ្ធធម៌នោះណែតាមដែលយៈដែលគ្នាស្ដាប់អារ៉ាត់យោគេហៅវិទ្យុហ្នឹងឯណាស្អីវិញពូម៉ែហើយវាយ៉ាងម៉េចដែរគ្នានឹកឃើញរឿងមួយនៅទីក្រុងភ្នំពេញនោះណានៅគេហៅស្អីបង្កឲ្យពូម៉ែបង្កក់នឹងមួយហើយនឹងមួយទៀតគេហៅអីកោះពេជ្រកោះពងគេនោះមួយទៀតនោះហើយមួយទៀតគេហៅអីដីក្រហមគេនៅចិត្តតំបន់ដីក្រហមហ្នឹងហើយអាហ្នឹងដូចយុទ្ធធម៌យើងស្ដាប់មើលទៅគឺអាណិតពួកគាត់ណាកន្លែងហ្នឹងគឺថាកេងប្រវ័ញ្ចយកចំណេញពីការធ្វើសម្បទានសេដ្ឋកិច្ចហ្នឹងច្រើនលើសលប់ដល់ឯពូម៉ាក់ហើយស្ទើរតែគ្រប់វិស័យតែម្ដងវិញហ្នឹងហើយពូម៉ាក់ដូចជាស្អកដាក់ទឹកតែមកក្អឹកទៀតឯងដាក់ឲ្យប៉ុន្តែអត់មានអ្នកលួចបើជើងឯពូម៉ាក់កុយក្បែរហ្នឹងណាមានតែយើងឯងមេងលេងនោះទេតែឥឡូវមកពួកម៉ាក់ឯងបន្តទៀតទៅគ្នាចាំស្ដាប់ទៀតដល់ពេលអញ្ចឹងទៅគឺថាគ្មានការយកចិត្តទុកដាក់មិនរក្សាតំបន់អភិរក្សជាទីសក្ការៈព្រៃអរិយដីកប់ខ្មោចរបស់សហគមន៍អីសោះវិញគឺថាដាក់កម្លាំងការពារហាមឃាត់មិនឲ្យចេញចូលបង្កអសន្តិសុខគឺថាធ្វើយ៉ាងម៉េចគឺថាឲ្យតែបានដីតែម្ដងហើយមិនតែប៉ុណ្ណោះសោះរំខានដល់ពលរដ្ឋហើយមានពេលខ្លះប្រើល្បិចចាប់ពលរដ្ឋដាក់គុកទៀតផងដើម្បីយកអាដីហ្នឹងលក់ឲ្យក្រុមហ៊ុនធ្វើជាសម្បត្តិផ្ទាល់ខ្លួនធ្វើមានធ្វើបានជីឡានលុយហឺហាទៀតផងហើយតែប្រហែលហ្នឹងបុកអាផ្លយឯងគ្មានមើលតាអញ្ចឹងហើយបានឡានថ្មីហើយសម្លាញ់ផ្លោហើយនិយាយអញ្ចឹងគ្នាភ័យណាពួកអីណែចិត្តដល់ធ្វើស្រែយើងហើយណាដល់ដៃហើយគ្នានៅចាំធ្វើស្រែសិនអើយយើងកុំភ្លេចគិតពិចារណាទាំងអស់គ្នាប្រយហើយដូច្នេះហើយល្បិចស៊ីតាមជំនាញរបស់ជនខិលខូចក្នុងការធ្វើសម្បទានសេដ្ឋកិច្ចហ្នឹងគឺជាការគ្រោះថ្នាក់ដល់សង្គមជាតិដែលរដ្ឋាភិបាលត្រូវពិចារណាមុននឹងផ្ដល់ដៃជូនទៅក្រុមហ៊ុនដែលគេកាន់លុយមកឲ្យនោះសូមរដ្ឋាភិបាលសម្លឹងមើលប្រជាប្រដ្ឋជាពិសេសប្រជាប្រដ្ឋក្រីក្រដែលគាត់ខំបោះឆ្នោតជូននេះហើយបែរជាដូចជាបិទភ្នែកអាម៉េចទេអញដូចមិនចង់យល់ដែរពូម៉ាកន្លែងហ្នឹងហើយឥឡូវហ្នឹងធ្លាក់ភ្លៀងមកឈុលប្រជាប្រដ្ឋហូរទឹកភ្នែកមកតាមទឹកភ្លៀងអូដីស្រែធ្វើវាអត់បានពូម៉ាដឹងទេដល់កកន្លែងហ្នឹងអញដូចសម្លាញ់ផ្លោះអស់កម្លាំងចិត្តរស់នៅអង្គុយផឹកទឹកតែដូចយ៉ាងម៉េចទេសោះអស់កម្លាំងចិត្តណាកុំអាលទៅណាទៅណីចាំស្ដាប់គ្នាដូច្នេះហើយយើងឃើញថាចំណុចទាំងប្រមាណខាងលើនេះណាដែលបានបង្ហាញឲ្យឃើញពីការប្រើប្រាស់អំណាចដោយរំលោភច្បាប់ខុសពីទូនីតិណាដោយសំអាងភាគីពលរដ្ឋខ្លាចអំណាចកម្លាំងប្រដាប់អាវុធនិងពុំជាច្បាប់ហើយម្យ៉ាងវិញទៀតក៏គ្មានការសិក្សាអ្វីទាំងអស់អំពីផលប៉ះពាល់ទៅលើប្រជាពលរដ្ឋថែមទាំងគ្មានតម្លាភាពទៀតផងចុះកន្លែងហ្នឹងរដ្ឋាភិបាលយើងដូចជាមានការអប់រំមានអីដែរប៉ុន្តែ
មើលទៅដូសកម្មភាពចេញមកដូមិនឯងដូចមិនចង់យល់ពូម៉ែវិញហើយដូច្នេះហើយអញ្ចឹងបានថាបើយោងទៅតាមអ្វីដែលជាភាពស្របច្បាប់គឺត្រូវមានការបង្ហាញការបញ្ជាក់ពីទីតាំងគម្រោងទៅលើដីសម្បទានដែលត្រូវអភិវឌ្ឍហើយក៏ត្រូវមានតំណាងមកជួបអាជ្ញាធរមូលដ្ឋានឬតំណាងប្រជាពលរដ្ឋណាដែលឲ្យមានដីទទួលរងពីផលអភិវឌ្ឍនោះទើបគេហៅថាមានតម្លាភាពក្នុងការអភិវឌ្ឍចង់ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋពិតប្រាកដពូម៉ាមិនមែនកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋអ្នកក្រកាន់តែក្រឯអ្នកមានកាន់តែមានអាហ្នឹងដូចជាផ្ទុយទិសបច្ចៈទិសអីមិនទេវើយឯងដូចយ៉ាងម៉េចទេនេះហើយតែកន្លងមកយើងក៏ឃើញថាមានអំណាចមន្ត្រីថ្នាក់លើតែម្ដងហ្នឹងគឺដែលគេតែងតែផ្ដល់ដីសម្បទានដោយរំលងអាជ្ញាធរមូលដ្ឋានហ្នឹងដល់ពេលហើយចឹងទៅមានការបំពេញឃុំខិតតែជាមួយក្រុមហ៊ុនសម្បទានគេយកផលប្រយោជន៍ផ្ទាល់ពីក្រុមហ៊ុនតែម្ដងដូច្នេះហើយអ្នកដែលទឹកភ្នែកគឺណាដឹងទេពូម៉ាគឺប្រជារាស្ត្រយើងហ្នឹងហើយគឺលោកយាយលោកតាដែលនៅតាមទីជនបទអត់មានបាក់ពួកអត់មានអំណាចអត់មានអីទាំងអស់ហ្នឹងគឺជាអ្នកលំបាកវេទនាតោកយ៉ាហ្នឹងតែម្ដងហ្នឹងហើយអញ្ចឹងហើយវាបានន័យថាមកពីមន្ត្រីធំខាងលើតែម្ដងណាឬដែលអាងតែអំណាចរបស់ខ្លួនហើយស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដោយប្រើប្រាស់ការស៊ីតាមជំនាញស្របច្បាប់នេះ